បងប្អូនអរគ្នាបងប្អូនបានដឹងហើយមួយរយៈកាលនេះគឺឃើញថាមានការរញ្ជួយផែនដីនៅក្នុងប្រទេសភូមាឬក៏ប្រទេសថៃដែលឬក៏ប្រទេសផ្សេងជិតខាងគឺមានការបៀតបៀនពីធម្មជាតិធ្វើឲ្យវិនាសខូចខាតមិនថាហេដ្ឋារចនាសម្ព័ន្ធជាពិសេសគឺជីវិតមនុស្សដូចនៅក្នុងប្រទេសភូមាគឺមានការស្លាប់ជាច្រើនពាន់នាក់ហើយក៏មានប្រទេសថៃផងដែរជាងបើយើងវិភាគយើងស្វែងរកនៅមូលហេតុដែលបណ្ដាលឲ្យមានគ្រោះធម្មជាតិទាំងអស់នេះគឺអាស្រ័យទៅលើការផិនហោចឬក៏ការបំផ្លាញធម្មជាតិរបស់មនុស្សយើងឬក៏តាមបណ្ដាប្រទេសផ្សេងគឺពីមួយថ្ងៃទៅមួយថ្ងៃគឺមានការកាប់បំផ្លាញព្រៃឈើកាប់បំផ្លាញធនធានធម្មជាតិផ្សេងឬក៏ធនធានរ៉ែក្រោមដីផ្សេងគឺមានការកោះកកាយស្វែងរកវត្ថុមានតម្លៃឬក៏ច្នៃទៅជាអ្វីមួយហ្នឹងគឺធ្វើឲ្យប៉ះពាល់នៅធនធានធម្មជាតិដូច្នេះហើយទើបធ្វើឲ្យអាកាសធាតុឬក៏ប្រែប្រួលមានគ្រោះធម្មជាតិផ្សេងដូចជាថ្មីដែលយើងឃើញស្រាប់ហើយ